បងអូនเอ้ยមកទៀតហើយបងអូនបាទនឹងគឺជាទស្សនវិជ្ជានៃជនជាតិភាគតិចបាទដែលមានស្បែកខ្មៅបាទមើលកូនបាទកូនខ្មៅល្អណាស់បងអូនហើយឥឡូវនេះគេងូតទឹកឲ្យកូនបាទអូនបាទហើយជាអត់មានសាប៊ូទេបងអូនអើយនេះយកភក់ហ្នឹងធ្វើជាសាប៊ូដោះក្អែលឲ្យកូនបងអូនស្នោះមែនទែនបាទបងអូនអើយបើនៅចិត្តអីគួរតែចែកសាប៊ូចែកចំណីអាហារគ្នាភាសាគ្នាហូបខ្លះអញ្ចឹងណាហ្នឹងហើយព្រោះពួកគាត់ជាមនុស្សដូចយើងដែរបងប្អូនហ្នឹងហើយអរគុណច្រើនបងអូនអើយឃើញអញ្ចឹងហើយក៏មានចិត្តមួយអាណិតអាសូរដែរបងអូនដោយសារតែពួកគាត់មិនមានលទ្ធភាពអឺរកលុយមិនមានចំណេះជំនាញធ្វើការរកស៊ីដូចយើងអញ្ចឹងគាត់នៅតំបន់ដាច់ស្រយាលហើយក៏មានតែព្រៃភ្នំបាទសម្បីតែទឹកក៏រកទឹកថ្លាមបានងូតទៀតបងប្អូនអើយគ្មានទាំងសាប៊ូបាទបងប្អូនងូតទឹកក៏ងូតទឹកបាទដូចខ្ទុះដូចទឹកដោះគោយ៉ាងបងប្អូននេះបាទប៉ុន្តែជាក្តីសោករបស់ពួកគាត់មកបែបតាមបែបអ្នកខ្វះខាតអញ្ចឹងណាហ្នឹងហើយមើលការហូបចុកបងប្អូននៅចែកគ្នាហូបម្នាក់ម្ដងបានពិតជាពិតជាឆ្ងាញ់របស់គាត់ហ្នឹងហើយប៉ុន្តែការហូបចុកនឹងគាត់ថាចែកគ្នាហុចម្ដងម្នាក់ខំហែកបាទមើលទៅគឺថាគួរឲ្យស្នោះពួកគាត់ដែរបាទនឹងជាគាត់និយាយភាសាអីយើងអាចស្ដាប់បានទាំងអត់ទេបងប្អូនអើយតែយើងអាចមើលកាយវិការដឹងថាពួកគាត់ត្រូវការពួកគាត់ចង់ហូបរបស់ឆ្ងាញ់ដែរបងប្អូនបាទនៅនេះបាទបងប្អូនឃើញនេះអាហារនេះគឺឆ្ងាញ់របស់ពួកគាត់ហ្នឹងកូនតូចហ្នឹងបាទខ្មៅល្អគួរឲ្យស្រឡាញ់បងប្អូនអើយលោងណាបងប្អូនហ្នឹងហើយកូនយើង